ឡើយមករយៈនេះមានការបែកញែកច្រើនរឿងភាសាតមន់និយាយរួមទៅគឺសឹងថាគ្រប់កន្លែងដែលចេញដែលថាតកតងជាមួយនឹងប្រទេសថៃបងប្អូនអរគ្នាអញ្ចឹងអ្នកទាំងអស់គ្នាមានយល់ដូចខ្ញុំអត់ថាបើសិនជាមានដូចថាអ្នកចប់ខ្សែហខាងខ្សាត់ណាដែលថាពួកគាត់ខ្ញុំជឿថាពួកគាត់អាចយល់ច្បាស់ពីរឿងដែលប្រវត្តិសាស្ត្រអញ្ចឹងអានេះយើងប្រជាពលរដ្ឋធម្មតានៅពេលដែលយើងនិយាយទៅខាងភាគីគេឬមួយអ្នកខ្លះតាំងយើងក្មេងជំនាន់នេះយើងមិនបានដឹងមិនបានស្គាល់ច្បាស់ពីប្រវត្តិសាស្ត្រអញ្ចឹងបើសិនជាមានការប៉ះពាល់អីក៏ខ្ញុំសូមទោសនិងសូមអធិស្ឋានជាមុនគ្រាន់តែថាខ្ញុំមើលឃើញទៅវាពាក់ព័ន្ធវែងឆ្ងាយពេកអញ្ចឹងបើសិនជាមានបងប្អូនឬមួយក៏ខ្សែហខាងខ្សាត់ខាងស្ដាច់ណាពួកគាត់អាចដឹងច្បាស់ជាងយើងបើសិនជាពួកគាត់ចេញមុខមកនិយាយពីប្រវត្តិសាស្ត្រម្នាក់ឬពីរនាក់មកឃ្លីបវីដេអូឬមកឃ្លីបឬមួយក៏មួយឃ្លីប2ឬ3ឃ្លីបវីដេអូប្រហែលជាល្អប្រហែលជាអាចដូចថាអាចភ្លឺស្វាងអាចជ្រះស្រឡះបងប្អូនកុំឲ្យថាមានការយល់ច្រឡំគ្នានឹងគ្នាទៀតចឹងណាព្រោះធម្មតាប្រវត្តិសាស្ត្រខ្មែរយើងគឺច្បាស់លាស់ហើយគេប្រវត្តិសាស្ត្រគេកាត់ក្រោយយើងទេប៉ុន្តែគេអះអាងអញ្ចឹងបើសិនជាមានបងប្អូនខ្សែហោខាងខ្សាត់តែគាត់ចេញមុខមកនិយាយបកស្រាយពីបញ្ហាអស់ហ្នឹងខ្ញុំជឿជាក់ថាប្រហែលជាល្អយកឃើញដូចខ្ញុំដែរអត់បងប្អូនអរគ្នា